លំហាត់របស់យើងគឺ 4x ដក 5 ចែកនឹង x បូក 2 អញ្ចឹងយើងអាចសរសេរបាន 4x ដក 5 ចែក x បូក 2 អញ្ចឹងយើងមើល 4x ដក 5 យើងចែកទៅយើងបានចែកបាន 4 អញ្ចឹងយើងសរសេរ 4 មក 4 គុណនឹង x គឺយើងបាន 4x 4 គុណនឹង 2 គឺយើងបានបូក 8 អញ្ចឹងយើងយកកន្សោមខាងលើដកខាងក្រោមយើងបាន 4x ដក 4 គឺ 0 ដក 5 ដក 8 គឺយើងបានដក 13 អញ្ចឹងយើងអាចសរសេរចម្លើយស្មើ 4 ដក 13 លើ x បូក 2 លំហាត់ខគឺ x គីបដក x ការ៉េបូក x ដក 1 ចែកនឹង x បូក 2 អញ្ចឹងយើងអាចសរសេរបាន x គីបដក x ការ៉េបូក x ដក 1 ចែកនឹង x បូក 2 អញ្ចឹង x គីបចែកជាមួយនឹង x គឺយើងចែកបានx ការ៉េអញ្ចឹង x ការ៉េគុណនឹង x គឺយើងបាន x គីប x គីបx ការ៉េគុណនឹង 2 យើងបានបូក 2x ការ៉េអញ្ចឹងយើងគណនាទៅដក x ការ៉េដក 3x ការ៉េបូក x យើងតម្លាក់ចុះក្រោមមកបូក x ដកនឹង 1 អញ្ចឹងយើងនៅសល់ដក 3x ការ៉េបូក x ដក 1 យើងចែកនឹង x បូក 2 យើងបានដក 3 ដក 3x អញ្ចឹងដក 3x គុណនឹង x យើងបានដក 3x ការ៉េ3ដក 3x គុណនឹង 2 យើងបានដក 6x អញ្ចឹងយើងគណនាទៅយើងឃើញបូក x ដកជាមួយនឹងដក 6x គឺយើងបាន 7x អញ្ចឹងយើងបាន 7x ដក 1 យើងតម្លាក់ចុះក្រោមអញ្ចឹងយើងបានដក 1បន្តមកទៀតយើងចែកបន្ត 7x ដក 1 ចែកនឹង x បូក 2 យើងបាន 7 អញ្ចឹង 7 គុណនឹង x គឺយើងបាន 7x 7 គុណនឹង 2 គឺយើងបាន 14 អញ្ចឹងដាក់បូក 14 អញ្ចឹងចុងក្រោយយើង 7x ដក 7x យើងស្មើ0នឹងដក 1 ដកនឹងបូក 14 ស្មើដក 15 អញ្ចឹងចម្លើយយើងអាចសរសេរបានស្មើ x ការ៉េដក 3x បូក 7 ដក 15 លើ x បូក 2 សម្រាប់លំហាត់កគឺ 3x ការ៉េបូក 2x បូក 1 ចែកនឹង 3x ដក 4 3x ការ៉េបូក 2x បូក 1 ចែកនឹង 3x ដក 4 អញ្ចឹងយើងយក 3x ការ៉េចែកនឹង 3x គឺយើងចែកបាន x អញ្ចឹងយើងសរសេរ x មក x គុណនឹង 3x គឺយើងបាន 3x ការ៉េដក 4 គុណនឹង x គឺយើងបានដក 4x អញ្ចឹងយើងគណនាកន្សោមខាងលើដកខាងក្រោមមកគឺយើងបាន 2x ដកនឹងដក 4x អញ្ចឹងយើងបាន 6x អញ្ចឹងបូក 1 យើងទម្លាក់ចុះក្រោមបន្តមកទៀត 6x បូក 1 យើងបានបូក 2 អញ្ចឹង 2 គុណនឹង 3x បាន 6x ដក 4 គុណនឹង 2 យើងបានដក 8 អញ្ចឹងយើងគណនាទៅឃើញ 6x ដក 6x គឺស្មើ 0 ហើយ 1 ដកនឹងដក 8 គឺយើងបាន 9 អញ្ចឹងចម្លើយរបស់យើងគឺ x បូក 2 បូក 9 លើ 3x ដក 4 អញ្ចឹងសម្រាប់លំហាត់ខគឺបងប្អូនអាចយកទៅរៀនដោះស្រាយនៅផ្ទះបានហើយចម្លើយឃើញស្មើមែន comment ប្រាប់អ្នកគ្រូផងអរគុណច្រើន